nghi ngày mẹ អរសាទរសម្រាប់ការឈ្នះជាមួយនឹងក្រុម Volley Gaming ទទួលបានលទ្ធផល3ទល់នឹង2អញ្ចឹងក៏មានសំណួរខ្លះៗសួរដូចគ្នាតារ៉ូ how you feel after you win Volley Gaming I feel happy and excited because we're facing GXP next and I'm happy because we are already top 3 secured អូចុះយូរវិញ បើសម្រាប់ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងដោយសារវាជា achievement ថ្មីមួយដែលពួកខ្ញុំឡើងមកដល់វគ្គហ្នឹង អូ achievement ថ្មីណាស់អ្នកនរគ្នាវគ្គទី1ហើយវគ្គទី3មិនដែរទោះបានលទ្ធផលមិនសូវល្អ សម្រាប់ខ្ញុំសម្រាប់កាលទី1ទី3ហ្នឹងមកពីពួកខ្ញុំនិយាយគ្នាអត់ត្រូវច្រើនហ្មងហើយណាមួយអាចនិយាយបានថាពួកខ្ញុំធ្វើអត់សូវបានល្អដោយសារខ្ញុំរៀងភ័យផងអីផងប៉ុន្តែចង់ក្រោយខ្ញុំសម្រួលអារម្មណ៍ហើយនៅតែលេងបានល្អ reset បានល្អអញ្ចឹងណាតារ៉ូ game 1 MC what happened I think for game 1 and game 3 yeah I think it's just a miscommunication between players and coaches that's all អញ្ចឹងអាចដូចយូរដូចគ្នាដែរអ្នកនរគ្នា so តារ៉ូ what you want to say to your friend first of all thank you for supporting us up until now and wait I'm sorry thank you for all the fans supporting us and we will try our best to not disappoint you guys ចុះយូ សម្រាប់ខ្ញុំចង់អរគុណដល់អ្នកក្រុមត្រូទាំងអស់ Viking ទាំងអស់ដែលបានមកទស្សនានៅថ្ងៃហ្នឹងហើយមនុស្សមកច្រើនខ្លាំងមែនតើហ្មងហើយពួកខ្ញុំសន្យាថាខ្ញុំអត់ឲ្យដំណើរពួកខ្ញុំចាប់ត្រឹមហ្នឹងឯនៅបន្តរហូតដល់លើកពៀន តារ៉ូ can you speak Khmer a little bit it's okay any word nghi ngày mẹ ញ៉ៃញ៉ៃមែ and two Long bong again អូនស្រឡាញ់បង on salang bong one more menumpa mươi gay thank you តារ៉ូ and អរគុណច្រើនយូហើយអំណាងល្អអូខេបាយ